នៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាប្រាសាទមួយដែលមានឈ្មោះថាប្រាសាទព្រះប៉ាលីឡៃជាពិសេសនៅក្នុងរដូវវស្សាឬរដូវកាលបៃតងនេះតែម្ដងអញ្ចឹងកុំបង្អង់យូរតោះទៅទស្សនាប្រាសាទនេះទាំងអស់គ្នាប្រាសាទព្រះប៉ាលីឡៃមានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណំបើយើងធ្វើដំណើរមកពីប្រាសាទបាយ័នហួសទីលានជលដំរីបន្តិចយើងត្រូវបត់ឆ្វេងហើយត្រូវធ្វើដំណើរបន្តចូលក្នុងប្រហែល400ម៉ែត្រតាមផ្លូវប្រាសាទទេពប្រណំដោយសារប្រាសាទនេះស្ថិតនៅក្នុងព្រៃបន្តិចនិងហ៊ុំព័ទ្ធដោយដើមឈើធំៗជាហេតុធ្វើឲ្យភ្ញៀវទេសចរមើលរំលងប៉ុន្តែសម្រាប់ខ្ញុំវាជាលក្ខណៈសម្បត្តិមួយដែលខ្ញុំចូលចិត្តព្រោះថាខ្ញុំអាចមកគយគន់ប្រាសាទនេះដោយស្ងប់ស្ងាត់ជាពិសេសនៅក្នុងរដូវវស្សាឬរដូវបៃតងនេះតែម្ដងនៅតាមទីធ្លាប្រាសាទមានថ្មជាច្រើនដេកដួលជាគំនរនិងមានស្លៃបៃតងដុះពីលើធ្វើឲ្យទេសភាពប្រាសាទមានសោភ័ណភាពស្រស់បំព្រងចំណុចពិសេសមួយទៀតរបស់ប្រាសាទនេះគឺមានដើមឈើ3ធំៗដុះនៅជិតប្រាង្គកណ្ដាលនៃប្រាសាទដែលផ្ដល់នូវសម្រស់ដ៏ស្រស់ស្អាតជាខ្លាំងនិងខុសប្លែកពីប្រាសាទដទៃទៀត